ចាសម្រាប់ម្ហូបប្រចាំតកគឺមកទៀតហើយគឺម្ហូបចុះបាយតែលើកនេះគឺយើងមានផ្លែយើងមានបន្ថែមជាមួយនឹងផ្អកប៉ងត្រីនេះដូចក្នុងវីដេអូហ្នឹងគឺខ្ញុំដាក់តែមួយខាំទេសាច់ដូចជាប្រហែលជាកន្លះគីឡូហ្នឹងហើយពងមាន់ដាក់ដូចជា5គ្រាប់ហើយខ្ញុំលាបឲ្យលើថែមមួយគ្រាប់ទៀតចឹង6ហើយសម្រាប់គ្រឿងគឺខ្ញុំមានដាក់តែស្ករសហើយនិងប៊ីចេងឯងព្រោះដោយសារផ្អកប៉ងត្រីយើងប្រៃហើយខ្ញុំមានបន្ថែមពងទាប្រៃ2គ្រាប់ទៀតណាតែខ្ញុំអត់កិនអា snow ពងទាប្រៃហ្នឹងឯងអា snow មូក្រហមហ្នឹងខ្ញុំទុកដាក់ពីលើបន្ថែមអានេះមកខ្ញុំសាកបន្តិចទៅវារៀងប្រៃអញ្ចឹងពីមុនក៏ខ្ញុំមានដាក់ខ្ទឹមបារាំងដែរអញ្ចឹងខ្ទឹមបារាំងក៏ជួយឲ្យវារៀងផ្អែមអញ្ចឹងយើងបន្ថែមខ្ទឹមបារាំងមួយទៅគឺល្មមអញ្ចឹងយើងដាក់ចូលចំហុយទៅនេះអាពងទាប្រៃខ្ញុំសល់ពីកិនចូលគ្នាហ្នឹងខ្ញុំដាក់បន្ថែមពីលើហ្នឹងទៅហើយអានេះខ្ញុំលែកជៀនខ្លះហ្នឹងហើយព្រោះពេលហ្នឹងរៀងប្រញាប់ដែរអញ្ចឹងជៀនបាន2ប្រទេសដែរយល់ជៀនវាលឿនទេប៉ុន្តែបើសម្រាប់រសជាតិខ្ញុំគិតថាចំហុយវាឆ្ងាញ់ជាងវាមានរៀងសំណើមអីអញ្ចឹងណានេះចំហុយវាយូរមែនប៉ុន្តែវារៀងឆ្ងាញ់ជាងហ្នឹងហើយម្ទេសដាក់ឲ្យច្រើនហ្នឹងទៅអូនម្ទេសហ្នឹងគឺហឹរឆ្ងាញ់មែនតើហើយឃើញតកួនខ្ចីៗក៏ខ្ញុំបានដាក់បន្ថែមដែរយើងសោះឲ្យញ៉ាំជាមួយគ្នាចឹងមកអូយតកួនហ្នឹងឆ្ងាញ់សាហាវនេះហ្នឹងហើយចឹងយើងបានលែកចែកជា2មុខជៀនមួយចំហុយមួយ